ម៉ារីនាងគឺជាអ្នកនិពន្ធស្រីម្នាក់ដែលនៅ single ហើយនាងតែងតែរស់នៅក្នុងបន្ទប់របស់នាងដើម្បីចំណាយពេលបញ្ចប់ការងាររបស់នាងឲ្យទាន់ពេលវេលាហើយបន្ទប់របស់នាងមានភាពរញ៉េរញ៉ៃនិងពោពេញទៅដោយសម្រានហើយចំណែកបន្ទប់ចិត្តនឹងគឺជាបន្ទប់របស់ហាជីមីដែលរស់នៅជាមួយប្រពន្ធរបស់គាត់ហើយនៅថ្ងៃមួយគាត់បានបបួលមិត្តភក្តិរបស់គាត់មកបន្ទប់ដើម្បីផឹកស៊ីជាមួយនឹងគ្នានិងមានសម្លេងឮខ្លាំងដែលធ្វើឲ្យម៉ារីខ្វះសមាធិក្នុងការធ្វើការងាររបស់នាងប៉ុន្តែនាងក៏មិនបាននិយាយអ្វីដែរបន្ទាប់មកប្រពន្ធរបស់ហាជីមីក៏បានត្រឡប់មកផ្ទះវិញហាជីមីគាត់ក៏បានបបួលនាងផឹកស្របពេលដែលនាងប្រាប់ថាពេលព្រឹកនេះនាងនឹងត្រូវក្រោកពីព្រលឹមដើម្បីត្រឡប់ទៅលេងស្រុកកំណើតរបស់នាងនៅតាមខេត្តហើយម៉ារីហើយនិងហាជីមីក៏ជាអ្នកជិតខាងនឹងគ្នាប៉ុន្តែអ្នកទាំងពីរក៏មិនសូវជាបានជួបមុខគ្នាប្រមាណនោះដែរនៅព្រឹកថ្ងៃបន្ទាប់ប្រពន្ធរបស់ហាជីមីក៏បានដើរមកដាស់គាត់រួចនិយាយថានាងទៅលេងស្រុកកំណើតរយៈពេល3ថ្ងៃហើយនាងនឹងត្រឡប់មកវិញព្រមទាំងបានទុកសោផ្ទះឲ្យហាជីមីហើយក៏បានចាក់ចេញហាជីមីគាត់មានការសង្ស័យទើបគាត់បានដើរតាមដើម្បីលួចមើលនាងហើយក៏បានឃើញថាប្រពន្ធរបស់គាត់បានទៅជាមួយនឹងមិត្តភក្តិជិតស្និទ្ធរបស់គាត់ហាជីមីឃើញបែបនេះក៏បានដើរត្រឡប់មកផ្ទះវិញទាំងអារម្មណ៍សោកសៅរួចក៏អង្គុយសេតនៅមុខផ្លូវដើរមួយសន្ទុះក្រោយមកម៉ារីក៏បានដើរមកឃើញរួចនាងក៏បានសួរគាត់ថាមានរឿងអ្វីកើតឡើងហើយក៏បានប្រាប់គាត់ឲ្យចូលមកក្នុងបន្ទប់របស់នាងសិនដើម្បីរងាប់សន្តិអារម្មណ៍ម៉ារីនាងបានកោះស្រាដើម្បីផឹកបន្តិចបន្តួចជាមួយនឹងគាត់រហូតនាំឲ្យមានភាពស្និទ្ធស្នាលជាមួយនឹងគ្នាបន្ទាប់មកពួកគេក៏ចាប់ផ្ដើមស្រវឹងហើយដោយសារតែម៉ារីនាងនៅ single មកជាយូរណាស់ហើយដូច្នេះម៉ារីនាងគឺជាអ្នកចាប់ផ្ដើមបើកហ្គេមមុនរួចនិយាយថាបើសិនជាលោកចង់បំភ្លេចប្រពន្ធរបស់លោកត្រូវតែបំភ្លេចរូបជាតិចាស់ហើយចាប់ផ្ដើមភ្លក់នៅរូបជាតិថ្មីជាមុនសិនហើយហាជីមេគាត់ក៏មិនបានកាត់អារម្មណ៍របស់នាងដែរដូច្នេះអ្នកទាំងពីរក៏បានចាប់ផ្ដើមវាយឡាយជាមួយនឹងគ្នានិងបានច្រៀងចម្រៀងអូនចង់ជីសេះអូនចង់ជីសេះនៅថ្ងៃក្រោយមកហាជីមេគាត់បានទិញបាយមកផ្ញើនាងអានេះចរិតដូច admin ឆុយម៉ាយរួចគេក៏បានជួយម៉ារីសម្អាតបន្ទប់ហើយបន្ទាប់ពីនាងធ្វើការរួចរាល់ពួកគេក៏បាននាំគ្នាទៅដើរលេងជាមួយនឹងគ្នាហើយអ្នកទាំងពីរមានសេចក្តីសុខជាខ្លាំងហើយនៅយប់ឡើងហាជីមេក៏បាននាំនាងទៅផ្ទះរបស់ខ្លួនដើម្បីបន្តទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមរបស់ពួកគេព្រឹកថ្ងៃបន្ទាប់ហាជីមេក៏បានដើរជូនម៉ារីដល់មុខបន្ទប់ហើយម៉ារីនាងបានដឹងថាព្រឹកនេះប្រពន្ធរបស់ហាជីមីនឹងត្រឡប់មកវិញដូច្នេះនាងក៏បានបបួលហាជីមេឲ្យញ៉ាំ oyster របស់នាងជាលើកចុងក្រោយដើម្បីលាគ្នាសាំទៀតហើយចុកដៃទៀតអញហើយនៅពេលប្រពន្ធត្រឡប់មកវិញហាជីមីគាត់ក៏បានប្រកល់ផ្សោផ្ទះឲ្យទៅនាងវិញនិងបាននិយាយសូមបែកផ្លូវជាមួយនឹងប្រពន្ធរបស់គាត់ដើម្បីទៅរកអនាគតថ្មីជាមួយនឹងម៉ារីហើយរឿងរបស់យើងក៏បានកាត់បញ្ចប់នៅត្រង់ចំណុចហ្នឹងទៅ